ព្រោះតែភាពលុបលុនពីឯកសន្តានជានារីអូតេសបានប្រែក្លាយទៅជាឯកសន្តានអ្នកទោសត្រឹមតែមួយពព្រិចភ្នែកថ្មីនេះមានការកក្រៅគ្រប់សារព័ត៌មានក្នុងនឹងការស្រុកទៅនឹងនារីជនជាតិថៃវ័យ26ឆ្នាំម្នាក់ដែលជាបុគ្គលិកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Thai Airways ត្រូវបានចាប់ខ្លួននៅប្រលានយន្តហោះអូស្ត្រាលីហើយបញ្ជូនទៅតុលាការបន្ទាប់ពីសមត្ថកិច្ចរកឃើញហេរ៉ូអ៊ីនទម្ងន់ជាង1គីឡូក្រាមលាក់នៅក្នុងកាបូបយួរដៃតាមខ្លួនហេតុការណ៍នេះគឺបានកើតឡើងបន្ទាប់ពីជើងហោះហើរ TG 465របស់ក្រុមហ៊ុន Thai Airways គឺបានចេញពីប្រលានយន្តហោះសុវណ្ណភូមិហើយចុះចតនៅប្រលានយន្តហោះ Melbourne របស់អូស្ត្រាលីកាលពីថ្ងៃទី25ខែមិថុនាឆ្នាំ2026បើតាមការសារភាពពីជនសង្ស័យបានឲ្យដឹងថាខ្លួនបានទទួលការងារស៊ីឈ្នួលផ្ញើអីវ៉ាន់នេះតាមរយៈម្ចាស់ Facebook ដែលមានឈ្មោះថារ៉ូសដោយភាគីនោះណែនាំឲ្យនាងយកកញ្ចប់អីវ៉ាន់ពីប្រទេសថៃទៅកាន់ Melbourne ហើយបកគលកាបូបកណាត់នោះទៅឲ្យបរិសម្នាក់ដែលគេប្រាប់ថាគឺជាប្អូនប្រុសរបស់ថៅកែនៅពេលដែលធ្វើការងារឲ្យគេរួចរាល់ហើយគេនឹងផ្ដល់កម្រៃឲ្យ8800បាតបើគិតជាដុល្លារវិញគឺ260ដុល្លារគាត់ក៏បានបញ្ជាក់បន្ថែមថានៅពេលដែលគាត់ទទួលយកបញ្ញានេះគាត់ពិតជាមិនដឹងថានៅក្នុងកាបូបគឺមានសារធាតុញៀននោះទេដូច្នេះជនសង្ស័យក៏បានបន្តថាការដែលខ្លួនហ៊ានទទួលយកបញ្ញានេះដោយសារតែកន្លងទៅនាងតែងតែរកចំណូលបន្ថែមដោយការទទួលយួរគ្រឿងសម្អាងក៏ដូចជាសម្ភារៈផ្សេងៗឲ្យអ្នកដំណើរទៅក្រៅប្រទេសជាញឹកញាប់តែម្ដងហើយគាត់គិតថាការងារនឹងគឺគ្រាន់តែជាការងារធម្មតាទេយ៉ាងណាក៏ដោយបើទោះបីជាមានលេសដោះសារបែបនេះបែបនោះក៏អាជ្ញាធរអូស្ត្រាលីមិនជឿដែរពីព្រោះថាគ្រប់យ៉ាងគឺផ្អែកទៅលើផុសតាងដែលរកឃើញបានពិតផ្ទាល់នៅពលានយន្តហោះដែលគេបានឆែកឆេរអញ្ចឹងនេះគ្រាន់តែជាមួយផ្នែកដែលចង់ឲ្យបងប្អូនទាំងអស់គ្នាបានដឹងអំពីការឆ្លើយសារភាពរបស់ជនសង្ស័យអាយុ26ឆ្នាំនឹងទេបើតាមដឹងគាត់បានបន្ថែមថាមូលហេតុដែលគាត់ឆ្លៀតរកលុយក្រៅបន្ថែមទៀតហ្នឹងពីព្រោះតែជីវភាពគ្រួសារខ្វះខាតហើយណាមួយកំពុងតែបង់រំលោះឡានអញ្ចឹងមានបន្ទុកច្រើនដែលធ្វើឲ្យគាត់ត្រូវតែលះបង់នៅក្នុងការរកនេះរកនោះធ្វើម៉េចឲ្យតែបានចំណូលបន្ថែមដោយឡែកបងប្អូនយើងមកចាប់អារម្មណ៍ជាមួយនឹងព័ត៌មាននេះបន្តទៀតបើតាមរយៈការឆែកឆេរពីអាជ្ញាធរគឺគេរកឃើញថាមានសារធាតុហេរ៉ូអ៊ីនលាក់ទុកនៅក្នុងស្រទាប់ទ្រនាប់នៃកាបូបក្រណាត់រូបដំរីដែលក្នុងនោះគឺមានចំនួន12ថង់គឺជាប្រភេទគ្រឿងញៀនម៉ត់ទុយអិតហ្នឹងហើយយោងទៅនឹងលទ្ធផលតេស្តបឋមបង្ហាញថាជាសារធាតុហេរ៉ូអ៊ីនដែលមានតម្លៃលក់នៅលើទីផ្សារងងឹតប្រមាណជា$50,000អូស្ត្រាលីហើយបើគិតជាលុយដុល្លារវិញគឺជិត$35,000អាមេរិកក្រោយពីរកឃើញបានវត្ថុតាងជាក់ស្ដែងនាងក៏ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ពីបទល្មើសធ្ងន់ធ្ងរទី1នាំចូលគ្រឿងញៀនក្នុងលក្ខណៈពាណិជ្ជកម្មនិងទី2កាន់កាប់គ្រឿងញៀនក្នុងលក្ខណៈពាណិជ្ជកម្មតែត្រូវជាប់ពន្ធនាគារអតិបរមារហូតដល់ទៅ25ឆ្នាំពីនៃជាប្រាក់$825,000អូស្ត្រាលីបើគិតជាលុយដុល្លារគឺជិត$57,000អញ្ចឹងបងប្អូនបើយើងទូទាត់លាត់សោតស៊ីឈ្នួលជួយយូរអីវ៉ាន់ឬក៏ធ្វើជាអ្នកបញ្ញើអីវ៉ាន់ឲ្យគេបានតម្លៃខ្លួនតែ$260ណាជាប់ពន្ធនាគារ$57,000ហើយត្រូវជាប់ពន្ធនាគារនឹងនៅអូស្ត្រាលីទៀតអាចថាករណីនេះគឺជាមេរៀនមួយសម្រាប់អ្នកធ្វើដំណើរក៏ដូចជាបុគ្គលិកនៅក្នុងវិស័យអាកាសចរថាដាច់ខាតកុំជួយយួរឬក៏ទទួលរបស់របររបស់អ្នកដទៃជាពិសេសតាមរយៈបណ្ដាញសង្គមដែលយើងមិនបានស្គាល់ពីប្រភពឬក៏ background របស់គេច្បាស់លាស់ទោះបីជាយើងមានចេតនាថាបរិសុទ្ធចង់ជួយគេឬក៏ចង់បានកម្រៃបន្តិចបន្តួចដើម្បីសម្រាលជីវភាពក៏ដោយប៉ុន្តែនៅក្នុងផ្លូវច្បាប់វត្ថុតាងដែលមានក្នុងដៃយើងគឺជាវត្ថុតាងដែលចងកយើងមុនគេបង្អស់តែម្ដងមួយវិញទៀតភាពល្ងងខ្លៅឬក៏ការមិនដឹងមិនអាចជួយយើងឲ្យរួចផុតពីការវាយខ្នោះ25ឆ្នាំនោះបានឡើយប្រសិនបើយើងខ្វះការប្រុងប្រយ័ត្នវាប្រៀបបានទៅនឹងការយកជីវិតខ្លួនឯងប្រថុយប្រឋានទាំងអាសាបង់